ចំណាយតិចចំណេញច្រើនរសជាតិក៏សាហាវខូខើពុកម៉ែបងប្អូនហើយតោះមកញ៉ាំត្រប់ដុតជាមួយខ្ញុំបាទទាំងអស់គ្នាបាទមួយចោះបងប្អូនអើយអស់លុយតិចមែនទេណានេះបាទប៉ុនរសជាតិមិនបាច់ថ្លៃនេះបងប្អូនម្ហូបហាងសុំខ្មាស់បាទត្រប់ដុតនេះគ្មានចំណាយអីច្រើនទេបងប្អូនមើលចុះងាយត្រាប់ធ្វើបាទដំបូងយើងគាត់រៀបចំត្រប់ឲ្យបាន3 4ផ្លែមកបាទបងប្អូនចូលចិត្តច្រើនក៏ធ្វើច្រើនទៅបងប្អូនហើយក៏យើងយកមកអាំងមកបាទអត់មានពិបាកទេបងប្អូនណាងាយនេះយកអាំងមកឲ្យត្រប់ល្អមែនទែនបាទឲ្យវារឿងស្លោកតិចបងប្អូនអាំងទៅមិនមិនស្លោយអាំងឲ្យវាឆ្អិនតិចបងប្អូនអាំងឲ្យវាឆ្អិនហើយវាទន់ឲ្យវាអីចឹងណាបងប្អូននេះដូចវីដេអូខ្ញុំបង្ហាញអញ្ចឹងបងប្អូនប៉ុណ្ណឹងមកបាទឲ្យវាឆ្អិនប៉ុណ្ណឹងមកហើយយើងចាប់ដើមវះវាជាពីរបងប្អូនមិនវះវាពេលវាឆ្អិនហើយណាយើងវះវាអញ្ចឹងណាហើយយើងចាប់ដើមហែកវាឲ្យរៀងទលាយឲ្យវាធំតិចណាដើម្បីងាយស្រួលក្នុងការលាបទឹកសោះបងប្អូនតិចទៀតយើងមានលាបទឹកសោះហ្នឹងហើយបងប្អូនធ្លាប់ធ្វើដឹងហើយបងប្អូនណាធ្លាប់ញ៉ាំដឹងពីរបៀបធ្វើខ្លះដែរបាទស្រួលធ្វើបាទមកពុះបងប្អូនតំណឈ្ងុយបងប្អូនខ្ញុំពេលដែលខ្ញុំលាបទឹកសោះលាបអាទឹកដែលខ្ញុំត្រៀមហ្នឹងបងប្អូនថប់ឈ្ងុយឈ្ងុយបងប្អូនពុះហើយបងប្អូនណាធ្លាប់ធ្វើដឹងហើយបាទចំណាយតិចចំណេញច្រើនរសជាតិឆ្ងាញ់សាហាវខូខើបងប្អូនតោះមកញ៉ាំមួយខ្ញុំមើលតើរសជាតិវាពិតជាដូចខ្ញុំនិយាយមែនអត់បាទបងប្អូនមើលតំណបងប្អូនយើងលាបបន្ទះលាបអីតិចមកបាទលឹងក្រហមបាទយើងដាក់សាព្រីអីចឹងមកបាទរៀបចំវាស្អាតមកបាទដាក់ក្នុងព្រាយើងមកហើយយើងក៏មានទឹកត្រីកោះកុងក្បែរខ្លួនយើងហ្នឹងបាទគាត់ខ្ញុំហិតមកបាទឃ្លាតបាយដែរបងប្អូនអើយបាទហើយគាត់ហិតមកក៏ឈ្ងុយដែរលោកអើយបាទអញ្ចឹងមើលទឹកត្រីកោះកុងខ្ញុំបងប្អូនបាទតំណមែនទេបាទយើងដាក់មួយម៉ាត់មើលភ្លក់ឯងបងប្អូននេះបាទបងប្អូនណាជាតិសាហាវខូខើបងប្អូនឆ្ងាញ់មែនទេបណ្ដោយណាបងប្អូនបាយបានដែរថ្ងៃមុនដាក់បាយនឹងអស់ចេះតិចចានដែរសារត្រប់ដុតហ្នឹងឯងបាទបងប្អូនណាធ្លាប់ញ៉ាំដឹងហើយត្រប់ដុតវាឆ្ងាញ់សាហាវប៉ុណ្ណាបងប្អូនបាទខ្ញុំមួយផ្លេតបងប្អូនអស់មួយបងប្អូនបាទចូលត្រប់ទី2បងប្អូនណាបាទខ្ញុំលើកឲ្យមើលនេះត្រប់ទី2បងប្អូនអានោះអស់ហើយបាទមកតំណងសាច់វានឹងក្រហមបងប្អូនហើយឈ្ងុយបងប្អូនខ្ញុំសរសើរអាក្លិនរបស់វាឈ្ងុយតាំងពីមិនតាន់ធ្វើឆ្អិនណាបងប្អូនត្រប់យើងដឹងហើយបាទយើងទៅលក់មួយទឹកត្រីកោះកុងយកមកហូបមួយបាយថ្ងៃត្រង់អីចឹងណាបងប្អូនឆ្ងាញ់ណាបងប្អូនហើយចំណាយតិចមែនទែនខ្ញុំចំណាយអស់តិចមែនទែនខ្ញុំហូបមុខនេះបាទបងប្អូនចាំមើលខ្ញុំញ៉ាំបងប្អូនអានេះខ្ញុំញ៉ាំត្រប់អស់3ផ្លែបងប្អូនមកពេលខ្ញុំញ៉ាំអស់3ផ្លែហ្នឹងបងប្អូនបាទដាក់ទៅបងប្អូនជាតិសាហាវខូខើមិនដែលឃើញម្ហូបវាឆ្ងាញ់យ៉ាងហ្នឹងបងប្អូនហើយសំខាន់វាចំណាយតិចបងប្អូនអញ្ចឹងបងប្អូនណាចង់ចេះពីវាធ្វើម្ហូបកុំភ្លេច